នៅក្នុងអាណាចក្រដ៏រុងរឿងកងទ័ពត្រូវការស្បៀងខ្លាំងមេទ័ពក៏មានចិត្តលោភលន់មេទ័ពវាសនាដែលធ្លាប់មានកិត្តិយសល្អបែរជាចូលលួចទ្រព្យសម្បត្តិរបស់រាជទៅវិញប៉ុន្តែអំពើអាក្រក់មិនអាចលើកបាំងចិត្តឡើយមេទ័ពវាសនាត្រូវបានអាមាត្យតាមទាន់អំពីអំពើអាក្រក់របស់គាត់នៅក្នុងសាវសវនាការយុត្តិធម៌ត្រូវបានប្រកាស Did you hear the news about the prince? No, what happened? He's finally decided to return home. ព្រះមហាក្សត្រទ្រង់មិនប្រហារជីវិតគាត់ទេតែទ្រង់បានផ្ដល់មេរៀនមួយទៅគាត់ទោសរបស់ចៅមិនមែនជាសេចក្តីស្លាប់ទេតែជាការរៀនសូត្រអំពីផលពិបាកព្រះករុណាថ្លៃវិសេសចៅបានលួចពីអ្នកក្រឥឡូវនេះចៅត្រូវទៅបម្រើអ្នកក្រវិញចូលទៅរៀនពីតម្លៃនៃញើសឈាមកិត្តិយសដែលបានមកពីតំណែងត្រូវរលាយបាត់ទៅគាត់ត្រូវទៅបម្រើក្នុងគ្រួសារស្រីមេម៉ាយមួននៅក្នុងភូមិលោកមកផ្ទះខ្ញុំមានការអីខ្ញុំគ្មានអីឲ្យលោកទេគ្រួសារខ្ញុំក្រណាស់ខ្ញុំមកទីនេះដើម្បីបម្រើញាក់នេះជាបញ្ជារបស់ព្រះមហាក្សត្រដៃដែលធ្លាប់កាន់ដាវឥឡូវត្រូវកាន់ពូថៅការប្រាំងប្រែងរបស់គាត់ចាប់ផ្ដើមផ្លាក់ប្ដូរចិត្តនាងពីខ្លាចគាត់ទៅអាណិតគាត់វិញគាត់លៀនការពារអ្នកដទៃដោយមិនប្រើអាវុធភាពសាហាវឃោឃៅត្រូវបានជំនួសដោយក្តីស្រឡាញ់និងមេត្តាពេលវេលាកំណត់ក៏បានមកដល់ដើម្បីត្រឡប់ទៅវិញគាត់ត្រឡប់មកវិញមិនមែនជាអ្នកមានអំណាចទេតែជាមនុស្សថ្មីតើចៅបានរៀនអ្វីខ្លះពីវាស្រែនិងពួកគេទូលបង្គំបានរៀនថាកម្លាំងមិនមែនសម្រាប់តែសម្លាប់ទេគឺសម្រាប់ការពារនិងកសាងនេះជាតំណែងថ្មីរបស់ចៅវាតូចតាចណាស់ព្រះករុណាថ្លៃវិសេសវាធំធេងណាស់សម្រាប់ទូលបង្គំភាពអស្ចារ្យពិតប្រាកដគឺការបម្រើដោយស្មោះត្រង់សុចរិតភាពគឺជាមាសពិត